ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងខ្មោចដាច់គុណសូមស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីនៅក្នុងថ្ងៃនេះផងដែរសម្រាប់ថ្ងៃនេះគឺខ្ញុំមានសាច់រឿងតាក់ទងទៅនឹងរឿងខ្មោចដែលចង់យកមកដំណើរជូនទៅកាន់បងប្អូនទាំងអស់គ្នាក៏ប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងចង់សួរបងប្អូនថាមានអ្នកខ្ញុំអត់ក្រោយពីយើងបែកគ្នាជិតមួយសប្តាហ៍បែកគ្មានបញ្ហាមូលហេតុអីទេបែកដោយសារតែខ្ជិលហើយដោយសារតែមួយរយៈនោះខ្ញុំដំណើររឿងគ្រួសារច្រើនពេកអញ្ចឹងវារៀងប៉ះពាល់អារម្មណ៍ទៅក៏មិនបានដំណើរហើយឆ្លៀតពេលទំនេរទៅលេងប្រពន្ធ2-3ថ្ងៃទៀតទៅក៏អត់មានរឿងសម្រាប់បងប្អូនស្ដាប់ទៅហើយបងប្អូនមិនចាំបាច់ឆ្ងល់ admin ទៅលើប្លែកម្លេះមិនក៏ចេញរឿងយឺតហើយមិនសូវជាចេញរឿងមូលហេតុនោះតែមានប្រពន្ធឯងគេរវល់ច្រើនហើយរវល់គិតរឿងគ្រួសារប្រពន្ធផងគិតរឿងខ្លួនឯងផងគិតរឿងដំណើរផងអញ្ចឹងមានរឿងដែលត្រូវបែងចែកច្រើនអញ្ចឹងបងប្អូនកុំឆ្ងល់អីមិនន័យថាមានប្រពន្ធទៅប្លែកទេអត់ដូចនៅកំឡោះទេចឹងថ្ងៃនេះគឺខ្ញុំមកដំណើរនៅសាច់រឿងដែលចង់យកមកដំណើរជូនបងប្អូនហើយគិតថាដំណើរតាំងពីសុំទោសមុនទៅស្រុកមកម្លេះតែដោយសារតាទៅស្រុកទៅដំណើររឿងតាក់ទងទៅនឹងរឿងផ្ទះស្នាក់នៅជនបទតាក់ទងទៅនឹងបងប្រុសម្នាក់ដែលគាត់ធ្វើការនៅអង្គការហើយក៏ជួបនៅរឿងរ៉ាវតាក់ទងទៅនឹងការឡើងម្ល៉េះថ្ងៃនេះគឺមានរឿងពិសេសមួយដែលតាក់ទងទៅនឹងរឿងនេះកើតឡើងតាំងពីមុនឆ្នាំមុនឆ្នាំ2000មួយរឿងហើយរឿងដែលទៅតែកើតឡើងមួយរឿងអញ្ចឹងខ្ញុំសូមនិយាយរឿងដែលកើតឡើងតាំងពីមុនឆ្នាំ2000សិនដែលជាប្រភេទសាច់រឿងខ្លីទេតែខ្ញុំជឿថាបងប្អូននឹងចូលចិត្តរឿងប្រភេទនឹងច្រើនសម្រាប់ខ្ញុំក៏ចូលចិត្តស្ដាប់ដែរដោយសារតែវាលាយជាមួយនឹងអភិនិហាលាយជាមួយនឹងចំណេះវិជ្ជាលាយជាមួយនឹងអ្វីដែលលោកតាឬក៏ពីដើមលោកតែងតែប្រើតាក់ទងទៅនឹងមុនវិជាផ្សេងដែលចេះការពារខ្លួនអ្នកដែលចាស់ពីដើមមិនសូវជាអត់ទេរបស់ការពារខ្លួនមិនថាជារបស់ស័ក្តិសិទ្ធិឬក៏ជាបល័យអូមអាមសំបីតែក្មេងយំក៏គាត់មានបល័យក្នុងការលួងក្មេងកុំឲ្យយំដែរអញ្ចឹងពីដើមគឺមានរឿងច្រើនអាចកំបាំងច្រើនដែលយើងមិនដឹងហើយយើងមិននឹកស្មានដល់ចាស់ពីដើមខ្លះគាត់និយាយថាជំនាន់គាត់អាចនឹងទំនើបជាងបច្ចុប្បន្នទៀតតាក់ទងទៅនឹងរឿងវិជាផ្សេងអញ្ចឹងយើងក៏មិនបានទៅស៊ីជម្រៅអ្វីច្បាស់ដែរគ្រាន់តែថាយើងចេះយើងដឹងយើងឮប៉ុណ្ណាយើងនិយាយតកូនតចៅយើងប៉ុណ្ណឹងឯងអញ្ចឹងតោះបងប្អូនកុំឲ្យបងប្អូនរងចាំនៅសាច់រឿងយូរខ្ញុំចូលទៅដល់សាច់រឿងរបស់យើងតែម្ដងតែសូមអភ័យទោសមានអារម្មណ៍ថាមានស្អីជាប់ភ្នែកខ្ញុំឲ្យតែមានអីរៀងធ្វើឲ្យស្គីនចិត្តបន្តិចខ្ញុំធ្វើការកាយទេសុំទោសអូខេអញ្ចឹងសម្រាប់សាច់រឿងមួយនេះខ្ញុំបានមកពីបងប្រុសម្នាក់ដែលគាត់បាននិយាយរៀបរាប់រឿងរ៉ាវនេះមកកាន់ខ្ញុំដែលកាលនោះគាត់មានវ័យ12-13ឆ្នាំគាត់បានចែករំលែករឿងរ៉ាវនេះមកកាន់ខ្ញុំគាត់គឺជាកូនចៅអ្នករស់នៅខាងខេត្តកំពង់ធំហើយឪពុកគាត់ម្ដាយគាត់គឺជាអ្នកដែលផ្សំថ្នាំខ្មែរបុរាណតាក់ទងទៅនឹងជំងឺកាពះពោះវៀនតាក់ទងជំងឺនឹងគ្រុនចាញ់តាក់ទងទៅនឹងជំងឺអានេះគេហៅរឺដូងបាតជំងឺអីផ្សេងទៀតដែលខ្មែរយើងបានជួបប្រទះហើយមួយទៀតនោះគឺតាក់ទងទៅនឹងរឿងបាក់ដៃបាក់ជើងអីគឺគាត់ឪពុកគាត់មានថ្នាំខ្មែរដើម្បីយើងយកទៅត្រៀសជាមួយនឹងអាស័យអញ្ចឹងណាហើយនិយាយរួមទៅគឺឪពុកគាត់គឺគាត់ចេះពីឪពុកម្ដាយគាត់មកដែរអញ្ចឹងពេលដែលគាត់មានប្រពន្ធមកគាត់ក៏បរៀនលោកយាយដែលត្រូវជាម្ដាយឪពុករបស់គាត់ត្រូវជាប្រពន្ធរបស់គាត់ហ្នឹងឲ្យចេះក្នុងការផ្សំថ្នាំដូចគ្នាអញ្ចឹងនៅពេលដែលគាត់ទៅរកថ្នាំមកបានគឺគាត់តែងតែយកមកចិញ្ច្រាំឬក៏យកមកហាលយកមកបុកដើម្បីច្រកក្នុងថង់រោលនឹងភ្លើងបងប្រុសម្ចាស់សាច់រឿងគាត់ជាអ្នករោលច្រកដាក់កញ្ចប់ហ្នឹងទៅរោលទៅហើយម្ដាយគាត់ជាអ្នកច្រាំអ្នកច្រកអញ្ចឹងទៅឪពុកគាត់គឺជាអ្នកដើររកនឹងលក់ហើយបងប្អូន
បងប្រុសគាត់និយាយថាឪពុកគាត់គឺជាកូនភ្លោះគឺជាកូនភ្លោះហើយពីរអ្នកបងប្អូនឪពុកគាត់ហ្នឹងគឺជាអ្នកដែលបន្តចំនួនខាងពេទ្យបុរាណខ្មែរនឹងដូចគ្នាហើយឪពុករបស់គាត់ចូលព្រៃរកថ្នាំម្ដងមិនតិចជាងមួយសប្តាហ៍ទេនៅតម្រាំតែរកបានគ្រប់រុក្ខជាតិដែលគាត់ចង់បានហើយពេលខ្លះអាចនឹងឆ្លងខេត្តអាចនឹងអីទៀតឬក៏ថ្នាំខ្លះអាចដើររកពីស្រុកពីភូមិហើយរបៀបនៃការយកថ្នាំនីមួយៗគឺខុសប្លែករបស់ខ្លះត្រូវលួចរបស់ខ្លះត្រូវសុំរបស់ខ្លះត្រូវយកពេលយប់របស់ខ្លះត្រូវយកពេលថ្ងៃមិនមែនចេះតែយកទេហើយរបៀបនៃការយកគឺមានកម្រិតក្រិតក្រោមមានរដូវកាលមានខែអញ្ចឹងពេលដែលពុកគាត់រកមកបានផ្សំគ្រប់ហើយតែងតែបបួលគាត់ដើម្បីទៅលក់ពីដើមគាត់និយាយថាពេលទៅលក់ម្ដងគឺរយៈពេល1ខែអីណោះហើយពេលដែលទៅរយៈពេល1ខែនេះគឺគាត់តែងតែរៀននៅលើអាតេសកូនឹងជាមួយឪពុកគាត់មានអាតេសកូមួយហើយអាតេសកូឪពុកគាត់ហ្នឹងគឺធ្វើរោងប្រាក់ពីលើដូចយើងតែងតែឃើញអាតេសនៅក្នុងរាជវាំងឬក៏ពីដើមខ្មែរយើងតែងតែមានអាតេសកូសាលីឬក៏អាតេសកូអីចឹងទៅគេធ្វើរោងប្រាក់ក្របពីលើឪពុកគាត់គឺមានអាតេសកូបែបហ្នឹងឯងហើយដាក់ថ្នាំក្នុងហ្នឹងបោលក់តាមភូមិតាមស្រុកអញ្ចឹងទៅអាជំនាន់នោះអត់ទាន់សូវមានអាចនិយាយបានថាមិនទាន់សូវមានទេបើនិយាយពីប្រទេសយើងរីកចម្រើនអភិវឌ្ឍតាំងពីសម័យសង្គមរាស្ត្រនិយមតាំងពីសម័យយុគមាសតែក្រោយពេលដែលធ្លាក់ចូលក្នុងរណ្ដៅនៃភ្លើងសង្គ្រាមផ្ទៃក្នុងសង្គ្រាមដណ្ដើមអំណាចសង្គ្រាមស៊ីវិលកាប់សម្លាប់គ្នាចឹងទៅហើយក៏ធ្លាក់មកជាប្រទេសមួយដែលពិបាកវេទនាម្ដងទៀតហើយក៏មានការឆ្លោះគ្នាជាបន្តបន្ទាប់រហូតដល់ប្រជាជនខ្លះត្រូវរត់ចូលព្រៃប្រជាជនខ្លះត្រូវមានបញ្ហាសេដ្ឋកិច្ចអីផ្សេងទៅអញ្ចឹងការអភិវឌ្ឍគឺរឿងយឺតរឿងស្ពឹកអញ្ចឹងបងប្អូនទាំងអស់គ្នាវិទ្យាសាស្ត្រដើរជាមួយនឹងបុរាណអ្នកខ្លះក៏នៅជឿខាងផ្នែកបុរាណអ្នកខ្លះទៅក៏ប្រើបានបែបវិទ្យាសាស្ត្រក៏ប៉ុន្តែវិទ្យាសាស្ត្រក៏មានទៅតាមតំបន់ដែលជាទីកន្លែងដែលសបោសបាយអ៊ូអចឹងទៅតែបើនៅតាមទីជនបទក៏នៅតែពេញនិយមនៅការព្យាបាលបែបបុរាណការឆ្លងតលេអ្នកខ្លះនៅដល់ឆ្នាំ2009 2010អីនៅជនបទខ្លះនៅសម្រាលកូនដោយឈ្មោះតាមផ្ទះទៀតបងប្អូនដូចជាម្ដាយក្មេកខ្ញុំជាដើមគាត់និយាយថាកូនគាត់ទាំងអស់កូនគាត់ទាំង3នាក់គាត់សម្រាលតែពេទ្យនៅផ្ទះទេគាត់សម្រាលពេទ្យឈ្មោះតាមផ្ទះណាអញ្ចឹងគឺបើយើងគិតទៅគឺពិតជាប្រកែមែនតែបច្ចុប្បន្នគឺយើងផ្ដល់អត្ថប្រយោជន៍ឲ្យវិទ្យាសាស្ត្រមុនពេលបងប្អូនឈឺអីចឹងណាអញ្ចឹងបងប្រុសគាត់និយាយថាក៏ប៉ុន្តែរឿងរ៉ាវដែលឪពុកគាត់នឹងគាត់ជួបគឺមានច្រើនរាប់មិនអស់ទាំងបញ្ហាជាមួយអ្នកភូមិទាំងជាមួយនឹងគ្រូអាគមដែលគេចង់ផ្ចាញ់ផ្ចាដែលគេខឹងដែលយើងទៅលក់ថ្នាំនៅស្រុកភូមិគេដែលអ្នកភូមិគេមកទិញថ្នាំយើងអីចឹងណាតែគាត់អត់ចង់និយាយទេគាត់ចង់និយាយរឿងតាក់ទងទៅនឹងរឿងខ្មោចមួយដែលឪពុកគាត់នឹងគាត់ជួបហើយវាជារឿងមួយដែលមិនលៀនសំណាងរបស់គាត់នឹងឪពុកគាត់និយាយថាឪពុកគាត់នឹងគាត់ធ្វើដំណើរប្រហែលជាខ្ទង់13ថ្ងៃក្នុងការចាក់ចេញពីផ្ទះដើម្បីមកលក់ថ្នាំហើយថ្នាំរបស់គាត់ក៏មិនទាន់ជាអស់ច្រើននៃប្រមាណដែរអញ្ចឹងពុកគាត់គឺសម្រាប់ចិត្តទៅភូមិមួយដែលគាត់មិនដែលបានទៅដល់ទេហើយក៏ជាភូមិមួយដែលដាច់ស្រយាលហើយក៏មិនសូវជាមានអ្នកលក់ថ្នាំមិនសូវជាអ្នកណារកស៊ីអីទៅដល់ដែរដោយសារតែត្រូវឆ្លងកាត់ផ្លូវវែងឆ្ងាយហើយដាច់សង្វែងពីផ្ទះអ្នកភូមិអ្នកស្រុកឪពុកគាត់មុននឹងសម្រាប់ចិត្តទៅភូមិហ្នឹងគឺគាត់បានសួរអ្នកភូមិនៅខាងនេះដែរថាផ្លូវមានផ្លូវណាដែរទៅភូមិនឹងខ្លះឬក៏មានតែមួយនឹងទេអ្នកភូមិគេថាមានផ្លូវ2ផ្លូវមួយជាផ្លូវដែលអាចនិយាយបានថាជាផ្លូវវែងត្រូវឆ្លងកាត់ភូមិ2ទៀតបានទៅដល់ភូមិហ្នឹងតែផ្លូវហ្នឹងអត់ស្ងាត់ទេមានអ្នកភូមិជាបន្តបន្ទាប់តែត្រូវធ្វើដំណើរយ៉ាងយូរអាចនឹង2ទៅ3ថ្ងៃតែបើសិនជាលបងឯងអាចនិយាយបានថាហ៊ានលបងឯងទៅផ្លូវនេះទៅផ្លូវនេះផ្លូវព្រៃតែផ្លូវហ្នឹងអត់កោងទេផ្លូវត្រង់បានន័យថាលបងឯងជិះពីហ្នឹងទៅគឺបុកត្រង់ទៅចំភូមិហ្នឹងដែលខុសគ្នាគុណនឹង3ហើយលបងឯងទៅដល់ដូចគ្នាគ្រាន់តែថាផ្លូវនេះអាចនឹងលបងឯងធ្វើដំណើរពេញមួយថ្ងៃក៏ប៉ុន្តែគឺដឹងតែទៅដល់គ្រាន់តែថាកម្រមានអ្នកឆ្លងផុតហើយឆ្លងផុតដោយសុវត្ថិភាពឪពុកគាត់សួរថាផ្លូវហ្នឹងមានចោលឬក៏អីអ្នកភូមិថាចោលអត់ហ៊ានចូលទេផ្លូវហ្នឹងហើយឬក៏ព្រៃហ្នឹងតែអ្វីដែលមាននោះ
គឺពពួកអមនុស្សអញ្ចឹងបើលបងឯងហ៊ានចូលទៅលបងឯងហ៊ានចូលទៅលបងឯងអត់ខ្លាចពពួកអមនុស្សទេលបងឯងអាចចូលទៅបានតែពួកខ្ញុំមិនលើកទឹកចិត្តតាមតាណាខ្ញុំមិនលើកទឹកចិត្តឲ្យលបងឯងទៅតាមផ្លូវនឹងទេដោយសារតែផ្លូវនឹងវាគ្រោះថ្នាក់ហើយណាមួយលបងឯងមានកូនតូចអញ្ចឹងខ្លាចពេលដែលលបងឯងទៅខ្លាចមានបញ្ហាដល់កូនដល់អីចឹងណាដល់ក្មេងអញ្ចឹងទៅមិនម៉ែនេះអើយសុកដាច់ភ្លើងអត់ប្រយោជន៍អញ្ចឹងបងប្អូនទាំងអស់គ្នាឪពុកគាត់គិតមកសន្ទុះដែរគិតមកសន្ទុះធំដែរហើយគាត់គិតថាតើគួរទៅផ្លូវហ្នឹងឬក៏អត់អីចឹងណាដោយសារតែទី1គាត់មានកូនតូចអញ្ចឹងដូចគេនិយាយអញ្ចឹងហើយបើគាត់ទៅអាចនិយាយបានថាបើតែគាត់មិនអីទេតែមានកូនមានអីចឹងខ្លាចមានបញ្ហាអីចឹងទៅព្រោះកូននៅក្មេងនៅអីចឹងណាតែគាត់ក៏មកគោះស្មាបងប្រុសម្ចាស់សាច់រឿងយើងហ្នឹងថាកូនឯងហ៊ានអត់កូនឯងហ៊ានទៅមួយពុកតាមផ្លូវនឹងអត់ហើយកូនឯងខ្លាចអត់គាត់គិតថាអត់អីទេស្រេចលើពុកឯងបើពុកឯងទៅខ្ញុំក៏អត់ខ្លាចដែរអញ្ចឹងណាបើពុកឯងទៅខ្ញុំក៏អត់ខ្លាចដែរពុកគាត់ថាបើសិនជាកូនឯងអត់ខ្លាចតែពុកប្រាប់កូនឯងមួយពេលដែលកូនឯងមានអារម្មណ៍ថាខ្លាចកូនឯងកុំងាកក្រោយអីសោះហើយពុកផ្ដាំកូនឯងមួយទៀតនៅពេលដែលកូនឯងទៅជាមួយពុកនិយាយអីកូនឯងត្រូវចាក់បដ ாய் តាមពុកហ្នឹងបានន័យថាពុកនិយាយអីកូនឯងត្រូវតែយល់ស្របតាមអ្វីដែលពុកនិយាយហើយបើពុកនិយាយកុហកកូនឯងត្រូវកុហកតាមពុកហើយរកវិធីសាស្ត្រអីដែលនិយាយទៅឲ្យគេឆ្ងល់ហើយមួយទៀតពេលដែលពុកមានបើសិនជាពុកមានអ្វីចង់ប្រាប់កូនឯងឬក៏មានខ្មោចដូចគេនិយាយកូនឯងកុំខ្លាចហើយកុំព្យាយាមនិយាយអីមើលមុខគេចំពេលជួបអ្នកណាក៏ដោយនៅក្នុងព្រៃនេះកូនឯងកុំមើលមុខគេចំហើយបើសិនជាពុកគោះស្មាកូនឯង2ដងមកន័យថាយើងជួបខ្មោចហើយកូនឯងធ្វើខ្លួនកុំឲ្យខ្លាចព្រោះយើងត្រូវតែឆ្លងកាត់ព្រៃនឹងឲ្យបានអញ្ចឹងក៏និយាយជាមួយនឹងឪពុកកូនហើយពេលថ្ងៃហ្នឹងក៏ដាំបាយហូបជុំគ្នាជាមួយនឹងឪពុកកូនព្រោះអាចនឹងធ្វើដំណើរទៅដល់យប់កដាត្រៀតបានទៅដល់ភូមិមួយទៀតអញ្ចឹងគាត់ក៏ដាំបាយដាំអីហើយវិចអីហើយព្រោះអត់ឈប់ទេបើឈប់ក៏ឲ្យគោផឹកទឹកតាមមួយផ្លែតដែរអត់មានឈប់ដាំបាយដាំទឹកអីក្នុងព្រៃនឹងទេអត់មានភ្លើងមានផ្សែងនេះទេអញ្ចឹងក៏ច្រូតហូបបាយហើយច្រូតស្មៅនៅក្នុងអាគៀនស្រែហ្នឹងឲ្យគោដាក់លើអាតេះខ្លះឲ្យគោស៊ីខ្លះឲ្យគោផឹកទឹកបលាយនឹងឆ្អែតលាងគោលាងអីហើយក៏ចាប់ផ្ដើមយកគោចូលនឹមវិញហើយក៏បរអាទិះគោទៅឆ្លងកាត់ពីភូមិដែលគេបានប្រាប់គាត់នឹងមករយៈពេលប្រហែលជាខ្ទង់6ម៉ោងអាចថាម៉ោង5ជាងម៉ោង6ពួកគាត់ក៏មកដល់កដាលព្រៃមួយដែលអ្នកភូមិឋាននៅដល់កដាលព្រៃហ្នឹងគឺមានសាលាឆោទៀនមួយដែលសាលាឆោទៀនហ្នឹងខ្មោចតែងតែនិមិត្តធ្វើជាផ្ទះហើយក៏មានដើមអំពិលធំមួយដែលដើមអំពិលហ្នឹងគេតែងតែឃើញព្រីក្បាល8នៅហ្នឹងហើយសាលាឆោទៀនហ្នឹងខ្មោច2អ្នកប្តីប្រពន្ធហ្នឹងគឺនៅហ្នឹងខ្មោច2អ្នកប្តីប្រពន្ធហ្នឹងពីដំណើរដើមតងគឺស្លាប់ដោយសារតែប្រពន្ធប្រច័ណ្ឌប្តីហើយប្តីបំវងប្រពន្ធទៅរកអស់ហើយក៏សម្លាប់ប្រពន្ធនៅក្នុងព្រៃហ្នឹងចាំមើលនៅក្នុងប្តីប្រពន្ធ2អ្នកហ្នឹងគឺជាអ្នកភូមិនៅខាងនោះនៅទិសខាងនោះត្រើយមកខាងគឺគាត់ជាអ្នកដែលដើរព្រៃរកសត្វរកអស់រកអីចឹងទៅហើយឲ្យប្រពន្ធនៅផ្ទះក្រោយមកប្រពន្ធក៏មានផ្ទៃពោះហើយអ្នកចិត្តខាងហ្នឹងអុចអាលថាប្រពន្ធហ្នឹងមានផ្ទៃពោះជាមួយអ្នកផ្សេងមិនមែនជាជាមួយគាត់ទេអញ្ចឹងគាត់ក៏ចិត្តកើតជាចិត្តខឹងទៅក៏ពំវងប្រពន្ធទៅក្នុងព្រៃហើយក៏សម្លាប់ប្រពន្ធពេលដែលសម្លាប់ប្រពន្ធហើយក៏សម្លាប់ខ្លួនឯងអញ្ចឹងពួកគាត់ទាំងពីរអ្នកហ្នឹងខ្លាចទៅជាខ្មោចតៃហោងនៅក្នុងព្រៃហ្នឹងមកធ្វើឲ្យអ្នកភូមិអត់ហ៊ានចូលព្រៃហ្នឹងទេមានការលងបន្លាចហើយអ្នកភូមិតែងតែនិយាយតែងតែរំលឹកតគ្នាថានៅក្នុងព្រៃហ្នឹងមានខ្មោចមានអីចឹងណាហើយក៏មានអ្នកជួបហើយកម្រមានអ្នកចេញផុតមែនដោយសារអីភាគច្រើនអ្នកដែលចូលមកហើយគឺចេញទៅវិញអត់បានអ្នកខ្លះតតែគ្រួសារសាច់ញាតិហ្នឹងហ៊ានចំណាយលុយជួលអ្នកភូមិឲ្យមកយកទៅរកឃើញហើយយកទៅវិញអ្នកខ្លះរកមកមិនទាន់ក៏ស្លាប់នៅក្នុងព្រៃហ្នឹងចឹងទៅអញ្ចឹងពេលដែលពួកគាត់ធ្វើដំណើរ6-7ម៉ោងមកដល់ថងចំណុចកន្លែងដើម7នឹងមុនរបៀបថាអ៊ំប្រុសឬក៏អ៊ំប្រុសដែលត្រូវជាឪពុកបងប្រុសម្ចាស់សាច់រឿងហ្នឹងគាត់ក៏ប្រាប់បងប្រុសថា
ហេគាត់ហៅឈ្មោះអញ្ចឹងណាដូចឧទាហរណ៍តែខ្ញុំហៅឈ្មោះគាត់ថាលីចាលីហើយយើងមកដល់ហើយកូនឯងកុំឃើញអីកូនឯងកុំចាប់អារម្មណ៍ហើយកូនឯងកុំមើលមុខគេចប់ប្រហែលជាគាត់ដឹងរឿងអីស្រាប់តែមកដល់ត្រង់ចំណុចហ្នឹងមកលីហ្នឹងគាត់មើលទៅត្រង់តែភ្នែកយើងជាក្មេងតែតែកលេចកលាច់លួចមើលនេះមើលនោះចឹងទៅស្រាប់តែឃើញមនុស្សប្រុសម្នាក់អាយុស្គាល់សបាក់សបានឹងពុកគាត់កំពុងតែអង្គុយយោទងកូនក្មេងនៅក្រោមដើមអំពិលហ្នឹងហើយសម្លឹងមើលមកគាត់ឲ្យមុខអរិចទេមុខឡើងក៏ជប់ហើយសម្លឹងមើលមុខគាត់រហូតតែគាត់អត់មាត់អត់អីទេដល់បអតេះគោទៅបន្តិចគោវារៀងផ្អើលក៏ឆេងអញ្ចឹងណាស្រាប់តែបទៅមុខបន្តិចស្រាប់តែគាត់ឮសំឡេងស្រែកឲ្យឈប់ឪពុកគាត់ក៏ឮឪពុកគាត់ក៏ឈប់អតេះគោហើយពុកគាត់ក៏ចុះពីលើអតេះគោមកកាន់ច្រមុះគោជាប់ហើយគាត់រកមើលហើយគាត់សួរទៅវិញថាមានការអីមែនគាត់ពុកគាត់ស្រែកអញ្ចឹងគាត់ក៏ចាប់អារម្មណ៍តែគាត់អត់ងាកក្រោយទេឪពុកគាត់អត់ឲ្យងាកក្រោយទេស្រាប់តែមានមនុស្សស្រីម្នាក់3កូនដើរចេញពីក្រោយអតេះគោមកហើយមានល្អិតទេអាចថា1.50 ម៉ែត្រទៅចុះ3កូនទៅ10កម្មាដើរចេញមកតែគាត់អត់បានឃើញមុខទេដើរតម្រង់ទៅជិតឪពុកគាត់តែកុំមកជិតគោផ្អើលអញ្ចឹងណាពុកគាត់កុំមកជិតគោផ្អើលអូនឯងទៅក្រោយបន្តិចអញ្ចឹងក៏ម្នាក់ស្រីនឹងបែរមុខមកគាត់ក៏ឃើញថាមុខម្នាក់ស្រីនឹងគូខ្មៅឡើងជួមមកហើយគាត់ក៏សួរថាមានការអីម្នាក់ស្រីនឹងថាពូខ្ញុំសុំពួកឯងដោយសារទៅភូមិផងនិយាយមួយតែមិនមែនសលេងកលួចឬក៏ល្វើយទេបងប្រុសម្ចាស់ស្រីរឿងគាត់និយាយថាសំឡេងធម្មតាគ្រាន់សំឡេងរៀងមួយខ្សែសក់ដូចគ្នាហត់អញ្ចឹងណារបៀបថាពូខ្ញុំសុំទៅភូមិផងភូមិខ្ញុំនៅខាងមុខពួកឯងទៅដល់ភូមិនឹងអត់ពុកគាត់ក៏ថាទៅដល់តាហើយក្មួយឯងទៅប្រហែលអ្នកគាត់ថាទៅតែ2អ្នកកូនទេព្រោះគាត់វែងរកផ្លូវចេញអត់ឃើញអញ្ចឹងណាអញ្ចឹងអ៊ំប្រុសដែលត្រូវជាឪពុកបងម្ចាស់សាច់រឿងហ្នឹងគាត់ថាឡើងអតេះគោទៅតែឡើងអតេះគោហ្នឹងកុំធ្វើកុំនេះកុំអង្គុយឲ្យស្ងៀមណាកុំមានដៃកុំមានជើងអីហើយបើដល់ឬក៏ចង់ឈប់អីប្រាប់គាត់ហើយកុំឲ្យកូនជុះនោមអីលើអតេះហ្នឹងអញ្ចឹងណាអញ្ចឹងក៏គាត់ឲ្យឡើងទៅម្នាក់ស្រីហ្នឹងឡើងតែមិនដឹងថាឡើងរបៀបម៉េចទេព្រោះបងប្រុសម្ចាស់សាច់រឿងក៏អត់មានងាកក្រោយសោះហ្មងគឺក៏អត់ងាកឪពុកគាត់ឲ្យងាកគាត់អង្គុយមុនដំបូងគាត់អង្គុយក្រោយឪពុកគាត់អាកន្លែងអាតេះគោគេមានកប៊ីនគេអាកន្លែងឃ្លូបកប៊ីនណាអ្នកដែលធ្លាប់មានអាតេះគោស្គាល់អញ្ចឹងគាត់អង្គុយពីក្រោយកប៊ីនហ្នឹងដល់ពេលដែលម្នាក់ស្រីហ្នឹងឡើងមកឪពុកគាត់ឲ្យគាត់ទៅអង្គុយលើក្បាលទៀសហើយគាត់អង្គុយពីមុខឪពុកគាត់បានន័យថាគាត់អង្គុយច្រកគៀវក្បាលកពើហើយឪពុកគាត់អង្គុយលើហឹបហ្នឹងដល់ពេលអញ្ចឹងឪពុកគាត់ក៏យកដៃហ្នឹងទះស្មាគាត់2ដងទះស្មាអញ្ចឹងណាអញ្ចឹងគាត់ដឹងតែខ្មោចអញ្ចឹងឪពុកគាត់ក៏ចេះនិយាយមួយកូនហើយហៅបាយទេកូនស៊ីបាយស៊ីអីគាត់ហ្នឹងអត់ឃ្លានទេពុកហើយគាត់ឪពុកគាត់ក៏សួរម៉ែអូនឯងបានបាយទឹកអីហូបទេក្មួយអញ្ចឹងណាអ្នកស្រីថាងអត់ឃ្លានទេពូអញ្ចឹងណានិយាយធម្មតាឲ្យគិតតែពីរោនកូនរបៀបថាអំពេកូនអីចឹងទៅហើយសំឡេងហ្នឹងឡើងកលួចហើយរបៀបទៅរបៀបឲ្យកូនដេកឲ្យកូនម៉ាំអីចឹងណាស្រាប់តែបរទេសគោមកបន្តិចទៅស្រាប់តែខ្យល់តែជិះឲ្យមេឃចាប់ផ្ដើមល្ងឹតហើយបងប្អូននឹងស្រាប់ហើយឆ្នាំ9ជាងយើងមានពិលយើងមានអីតែពិលជំនាន់នេះយើងប្រើអាពិលមូលគូទៅអាពិលចុចអាពិលយើងដាក់ថ្ម555អាប៉ុនកដៃគឺដាក់អាពិលនឹងឯងហើយគាត់ក៏មានចង្គៀងដែរតែក៏អត់បានអុចចង្គៀងទេគ្រាន់តែថាគាត់អ៊ំប្រុសហ្នឹងក៏សួរថាក្មួយឯងល្ងឹតខ្លាំងអត់នៅក្រោយនោះគាត់សួរធម្មតានិយាយទៅគាត់និយាយធម្មតាម្នាក់ស្រីហ្នឹងថាអត់អីទេហើយក៏ជិះដល់ម៉ោងប្រហែលជាម៉ោង7បងប្រុសហ្នឹងក៏សួរពុកគាត់ថាពុកអត់ឈប់ដេកសិនទេអីពុកគាត់ថាអត់ដេកទេតដល់ភូមិហើយក៏ពុកគាត់សួរថាកូនឯងពេលទៅដល់ភូមិហ្នឹងចង់ធ្វើអីគាត់ថាពេលទៅដល់ភូមិចង់ដេកហើយកូនឯងដេកកូនឯងរបៀបថានិយាយចេះកូនឯងទៅដល់ភូមិកូនឯងចង់ដេកថាបាទបើពុកអត់ទេពុកដល់ភូមិពុកចង់ស៊ីបាយឲ្យឆ្អែតហើយប្រហែលជាថ្ងៃស្អែកយើងត្រឡប់មកព្រៃវិញឮអ្នកភូមិនិយាយថានៅក្នុងព្រៃហ្នឹងសបោខ្មោចសបោអីហើយពុកចង់ដឹងថាខ្មោចហ្នឹង
រូបរាងចាំម៉េចហើយលើគេនិយាយថាខ្មោចហ្នឹងប៉ិនធ្វើបាបអ្នកធ្វើដំណើរតាមផ្លូវគាត់ថាហ្នឹងឯពុកខ្ញុំលឺអ្នកភូមិនិយាយដែរតែអ្នកភូមិហ្នឹងគេខ្លាចខ្មោចអ្នកភូមិយើងគេអត់ខ្លាចខ្មោចទេនិយាយអញ្ចឹងនិយាយជាមួយពុកគាត់អញ្ចឹងណាថាឆ្ងល់ដែរកូនឯងមើលថាអ្នកភូមិហ្នឹងខ្លាចខ្មោចហើយឮថាខ្មោចហ្នឹងចូលចិត្តធ្វើបាបឲ្យគេវែងឲ្យគេអីហ្នឹងឯងពុកចង់ដឹងម្ដងចង់ដឹងបើសិនជាជួបអីចាប់ដាក់លើអតេះហើយកុំសង្ឃឹមតែបានចុះវិញតែហ៊ានធ្វើបាបយើងគឺអត់ឲ្យចុះវិញទេអញកំចាយទាំងអស់អញអត់ខ្វល់អាណាទេហើយទោះបីជាក្មេងក៏ដោយចាស់ក៏ដោយឲ្យតែអញជួបហើយបើសិនជាអត់ធ្វើបាបអញអត់អីទេតែបើធ្វើបាបអញកុំសង្ឃឹមតែចេញពីអតេះអញរួចអញចាប់ដាក់អតេះហើយគឺចេញលែងរួចហើយបើចេញក៏ចេញវេទនាដែរស្រាប់តែហើយកូនក្មេងនៅក្នុងដៃនោះក៏យំងាហើយក៏លឺសំឡេងម្ដាយនោះពេហើយម្នាក់ស្រីហ្នឹងក៏សួរថាពូចិត្តដល់ភូមិនៅតែសួរសលេងនោះគូលហិតលហៃមែនតើគាត់រងងាកទៅមើលពុកគាត់ទាញក្បាលមកវិញគាត់ថាចិត្តដល់ហើយក្មួយប្រហែលជាមកសតុះធំទៀតហើយក្មួយឯងងួយដេកទៅអត់អីទេដេកលើអតេះហ្នឹងទៅអញ្ចឹងណាក៏ស្រាប់ថាពូខ្ញុំចង់ចុះបាត់ជើងអញ្ចឹងណាពូថាបាត់ជើងហើយអញ្ចឹងចាំពូឈប់ឲ្យអញ្ចឹងក៏គាត់រៀងផ្អន់អតេះគោអញ្ចឹងទៅហបអញ្ចឹងទៅណាហើយគាត់សួរគាត់ងាកទៅសួរគាត់ថាក្មួយឯងយកកូនទៅអត់ឬក៏ទៅតែខ្លួនទេតាំងយកកូនទៅថាយកកូនទៅបាត់ជើងមិនទុកនៅហ្នឹងហើយចាំពូមើលឲ្យថាអត់ទេយកទៅពូតែរបៀបបើចុះរៀងស្លន់ភ័យអញ្ចឹងណាគាត់គឺសួរថាបងប្រុសម្ចាស់សាច់រឿងគាត់ឃើញអីអត់គឺក៏អត់ឃើញតែព្រោះគាត់ងាកទៅមុខរហូតឪពុកគាត់ហាមដាច់ខាតអត់ឲ្យងាកក្រោយស្រាប់តែអញ្ចឹងស្លន់ក៏ដើរចូលព្រៃឪពុកគាត់ឈរជក់ព្រៃមកដើមចិត្តអតេះគោនឹងទៅពុកគាត់ក៏ស្រែកសួរមីនាងហើយនៅអញ្ចឹងណាអត់លឺមាត់ឲ្យស្ងាត់ជ្រាបស្រាប់ហើយពុកគាត់ក៏ថាតោះយើងទៅមុខទៀតគាត់ថាពុកអត់ចាំទេចាំតែអីវាមកវិញទេលឺយើងនិយាយហ្នឹងវាខ្លាចបាត់ហើយស្រាប់តែពុកគាត់បឡើងបអតេះគោផ្អើលរហូតគោផ្អើលបងប្អូនស្គាល់អារបៀបគោផ្អើលកឆេងមកក្រោយវិញណាបទៅមុខហើយដូចមានស្អីស្ទាក់មកគោពុកគាត់ក៏ទាញខ្សែតៃទៅពុកគាត់ឲ្យគាត់អង្គុយលើក្លុបអតេះហ្នឹងគាត់ទៅទាញចំោះគោហើយគាត់និយាយថាអញខំអាណិតអញខំជួយតាហ៊ានមករាំងផ្លូវអញតាហ៊ានមកបាំងផ្លូវអញមិនឲ្យទៅមុខប្រយ័ត្នអញធ្វើអញ្ចឹងណាគាត់និយាយហើយគាត់វត្តខ្សែទៅខ្ពប់ហើយគាត់ឡើងមកលើអតេះវិញស្រាប់តែហើយបងប្រុសម្ចាស់ស្រីរឿងគាត់និយាយថាពេលដែលឪពុកគាត់ឡើងមកដល់អតេះស្រាប់តែឃើញម្នាក់ស្រីហ្នឹងឈរប្រហែលជាខ្ទង់10ម៉ែត្រពីគោរបស់គាត់ឈរ3កូនឈរកលៀតផ្លូវតែឈរលើកហ្នឹងជើងអត់ជាប់ដីហើយមើលទៅគឺឡើងសបល់ហ្នឹងឡើងខៀវឡើងរបៀបខៀវបែកលឿងពណ៌រៀងត្រួយចេកមើលទៅគឺស្មាតទោសគឺមើលទៅគឺគួរឲ្យខ្លាចហ្មងដល់ពេលអញ្ចឹងបងម្ចាស់ស្រីរឿងគាត់ប្រាប់ពុកខ្មោចគាត់ថាខ្មោចហ្នឹងហើយស្រាប់តែឪពុកគាត់មិនដឹងថាសោតអីទេសោតហើយគាត់យកដៃហ្នឹងមកជ្រងចាមកលុបមុខគាត់3ដងអញ្ចឹងណាគាត់មើលអត់ឃើញទេពេលដែលយកដៃមកបិទមុខគាត់3ដងអញ្ចឹងហើយគាត់មើលអត់ឃើញទេតែពេលដែលបោទៅដល់មុខបន្តិចបើតាមតែគាត់ស្មានអាចនឹងទៅដល់កន្លែងដែលម្នាក់ស្រីនឹងឈរគាត់និយាយថាបើចង់បានសុខនឹងគ្នាកុំព្យាយាមធ្វើបាបពួកអញនៅលើអាទិសហ្នឹងហើយអត់មានប្រើអាល្បិចខូចបំបែងផ្លូវបើទាញផ្លូវឲ្យគេវែងទេកូនអ្នកឯងអញចាប់ដាក់លើអតេះហ្នឹងបើមិនជឿមើលបើសិនជាមិនឲ្យអញចាញ់ទេកូនអ្នកឯងក៏អញអត់លែងដែរគាត់និយាយចឹងហើយស្រាប់តែគាត់លឺសលេងក្មេងយំងាយម្នាក់ដែលអាចនិយាយបានថាម្នាក់ស្រីដែលអាចនឹងជាម្ដាយនោះប្រហែលជាអាចនឹងគាត់មើលអត់ឃើញកូនឬក៏អីវិញដោយសារតែអីគាត់លឺសលេងយំហ្នឹងគឺសលេងនៅក្នុងអទិសគាត់តែលឺតែពុកគាត់និយាយតែឯងទេគាត់និយាយថាបើចង់បានកូនដើរពីក្រៅអទិសហ្នឹងមកហើយបើជូនអញទៅដល់ភូមិអញឲ្យកូននឹងវិញហើយឪពុកគាត់យកដៃហ្នឹងមកទះស្មាគាត់ទៀតអញ្ចឹងគាត់ឪពុកគាត់បតាំងអាចថា
จะลักตรงมองบุญมองดับจะหาปกอดบอละโหดปกอดจุบไรปะตอละโหดมาดามโจมาดามมาดามโจมาดามไอ้ทากระดาเตรียดปกอดมาดาวจมเฮียงผมมาดาวอันใหญ่มันทำมาดาวเพลย์ตีจัดดาวผมปกอดchụp ở tay cô hay bọc quạt đại tình nụ hai còn vậy thay do con được với nhá hai ngày cái cùng thua bạc kia chẳng anh nhặt trong thời ấy tê anh mà lụ đầu tê tái bờ sân chỉ ái cùng thua bạc nè phum phù kê thua đầm ná kê thở ca play ní đầm bay từ rosi đầm bay từ thua ca bờ này anh miên cùng nôm tròn ở kia nâng khné đo sai nâng khné từ công mà thua bạc kê nè để mình nâng ấy con dây hái còn lại là tiệt cô tay mà đo khăn phúng quạt bò sầm đại từ vọt hay quạt đầy tôi đo bật lớn quạt cái số thà bốc ai chụp mấy chạy môi pin à quạt chạy thà anh chạy môi mịt màu nữa à vì prai là bách vì làng chè tê cô dưỡng vì chăm sẽ đập dưỡng hai vì chọn đang dưỡng khai art pe đài dưỡng bò tê cô và đài nướng vía chăm sẽ đập chăm mơ dưỡng hai việc si diêm màu chập bạch cả cô dưỡng bị cào tay vì chập bạch cả cô dưỡng ở bàn này hai pe để vì cho tới nắng ở lụi do côn việt tục nên là tay nắng vì cho tới vì mình tới bật chương tê cứ vì tới chăm step play dương đa pe hỏi bộc tục côn viên này không nắng việc đăng thạc côn viên này không là tay việc si diêm châu mà giờ tay giọt bàn to ta bộc ao vi chun mà đo phồng phụ bà sân chỉ dương ao côn từ vía hai bà sân chỉ dương admin ai cầm riêng việt tế công sản khâm thì dương tranh phật bị play nâng côn bà dương thua đầm na pe ngay ở đây thìมันใส่จีไอเตะใบยังทัวดำนาไปยบคือประกอบนะวีเรายังจังพอดไปประกอบที่ยังคลายแต่จิกเมาใจหายคนไหนดังอัดบาสันจีเวียเตอร์วิ่งไปทั้งไงประเดี๋ยวเวียนึงประจันเวียจังเวียชียิมเธอไม่ประรวนพลายนึงเอายังมาดอกันแต่เลื่อนกันแต่หล่อจังจบมันนี้บาสันเชียยังมันทวนจังเตะไปจีไอนึงพลื้ยังมันตอนดอพังโกนจังคนไหนเธอฉลาดทางจังหน่อยนึงหายไปแต่ยอดได้กระมกคนไหนนึงโดยซาตาเวียกระเป็นปกติจังไอ้คนไอ้เคยลูเป็นหลังจุดสะจังมาไอ้เต้เปแต่วิ่งยืนกลมจีตามเพลย์นั่งยืนจีตามเพลย์เวียงตามเพลย์พุ่มเส้นผู้ยืนเธอลูไอ้วันเมื่อปกติจังจีเพลย์เวียงโดยซาตาจังเธอวิ่งจำปกเวียงวิ่งจังนะดาเป้มาลูโดขนมพุ่มมาปรึกเนี่ยพุ่มกับสัวทาเนี่ยไอ้ปูไอ้ระบองไอ้นึงมาตามเพลย์หน้าไม่ก็มาดอนนั่งกับรอเมียเนี่ยมาดอนนะก็ท่าตามมาตามเพลย์ขัดทอมาดาจังนะผมถามไม่บานมาตามเพลย์หนึ่งบ้านผัวจีตูเตอร์ขมิ้นหนาเกมาตามเพลย์หนึ่งบ้านตีผัวตามเพลย์หนึ่งเวียเมียนขมเอาเมียนไอจังนะปะปุเปรีจังเตอร์หายประมาณไงมนนี้แต่เมียนเรื่องมุ้ยแต่เพียงเปล่าเมียนเนี่ยได้ลุชนังลุก็อมได้ทัวร์ดำนากัดเปรย์หนึ่งหายสลับคือโดยขณีโดยกอดโดยขณีเกห้ามกับเอาทัวร์ดำนาตามนั้นเนี่ยลุชนังได้ลุก็อมลุไอจังนะกอดตายกอดก็มาไปแต่มาดอก็มาตั้งไปปรักแต่ไปให้จิมเวงไปเอจังไงดอไปแต่มาชีตามเพลย์นั้นมันดังแต่จูบแฮดกาจะไม่คลาเตใต้ดังดับไปแต่อติโกน้องโบจังปีเปรย์นังเมาเก็บบานเคยสะสมนั่นคือหายไหมหายเด็กในเลือดแต่นั่นหายโกน้องวิจัยแต่ดามาละคนมาดอพมตัวมาดอพมมาเนี่ยพมเคยทมคลันซอยมันมาจะหาแต่โกนั่งเด็กสลับในขนมแต่นั่นจังมันดังแต่ขนมเปรย์นึกก็จูบเรื่องรายไอ้คลาได้แตะตรงแต่นังการลองมันลายหรือก็ไอ้จังเตยแล้วเขาดอกอดใจทาเป้แต่กอดบอแต่โกมาวิ่งจังเตยมาดอพมจ่าได้เกห้ามก่อนมันเอาโจนั่นนะก็สู้ไม่บานในไอ้ฉลองกัดบานในจังปกติขมิ้นไอ้เต้ทอมดายึงเนี่ยดาวเปรย์ยึงเนี่ยเราทนำจึงทลบได้เปรย์ยึงไตแต่เมียนหลับบ่จ้ะยึงเมียนปลายคลายึงเมียนหลับบ่คลายึงเมียนไอ้คลาปะปุอะมนุษย์นี่วิโคจ้าใบเยอมันเมียนหลับใบเยอมันแช่ปลายคือเธออาจจะแต่หายเอาไว้แต่มวยติดเปิดดังฐานเนี่ยนั่งมันสรุปแล้วก็มือหมกไอ้จอมผัวใบเยอมือพนัยวิจอมวิอาจยังปลาอากุมสันดำจังก็ไม่ก็มือพยายามเก็บหมกวิหายยึงใจเลี้ยมัดจมูกเวียจังนะก็เอาเวียจับอารมณ์ยึงบานก็เอาเวียเอาตีนยึงบานในจังเตยอันนั้นระเบียบในการได้ยึงทั่วก็เอาปะปุอะมนุษย์นั้นวิมีนใส่ยอมมากรอบดันดับยึงยอมมาเก็บสังกัดหรือก่ออ่านใจมันทาเวียทั่วยึงโตต้นตามเวียบาน
ចឹងគាត់ថារឿងហ្នឹងវាបានកើតឡើង20ឆ្នាំជាងតាំងពីគាត់នៅអាយុជាង10ឆ្នាំតិចតួច12 13ឆ្នាំតែគាត់នៅចាំទាំងអស់ហើយរឿងច្រើនទៀតតាក់ទងទៅនឹងទៅដេកផ្ទះគ្រូអាគុំគេប្រើខ្មោចមកសកត់គេលួចគោពុកគាត់យកទៅចងនៅខ្ទមអ្នកតាហើយមានរឿងផ្សេងទៀតបើសិនជាមានពេលចាំខ្ញុំដំណើរប្រាប់បងប្អូនទាំងអស់គ្នាហើយខ្ញុំនឹងឲ្យបងប្រុសគាត់ដំណើរឬក៏ខ្ញុំដំណើរក៏បានដែរតែបើសិនជាបងប្អូនចង់ស្ដាប់អាចខមមិននៅខាងក្រោមបានបើសិនជាមានអ្នកខមមិនច្រើនបងប្រុសម្ចាស់សាច់រឿងអាចនឹងគាត់ប្រាប់មកកាន់ខ្ញុំព្រោះគាត់ថាអ្វីដែលគាត់ចង់និយាយគឺចង់និយាយរឿងខ្មោចសិនព្រោះរឿងតាក់ទងទៅនឹងអ្នកតាតាក់ទងទៅនឹងគ្រូអាគមដែលធ្វើបាបឪពុកគាត់រហូតដល់ឪពុកគាត់ឈឺចិត្តនឹងស្លាប់អីក៏មានដែរចឹងរឿងរ៉ាវទាំងអស់វាមានហេតុមានផលហើយកើតឡើងតាំងពីជំនាន់នោះមុនឆ្នាំ2000អញ្ចឹងអរគុណបងប្អូនទាំងអស់គ្នានេះគឺជាសាច់រឿងទី1ដែលខ្ញុំដំណើរទៅកាន់បងប្អូនទាំងអស់គ្នាហើយយើងក៏មានរឿងមួយទៀតដែរតែរឿងនេះទៅតែកើតឡើងក្នុងឆ្នាំ2019ទេដែលតាក់ទងទៅនឹងរឿងនេះយើងអាចនិយាយមួយទៀតបានថាជារឿងរបស់ក្មេងឈាមរាវយើងចង់ដឹងចង់ឮចង់ស្គាល់អីចឹងណារឿងនេះគឺខ្ញុំបានមកពីបងប្រុសម្នាក់ដែលគាត់និយាយប្រាប់ខ្ញុំវាជារឿងខ្លីមួយដែរទេដែលកើតឡើងនៅក្នុងភូមិស្រុករបស់គាត់ថាភូមិស្រុករបស់គាត់គឺមានអគារពាណិជ្ជកម្មឬក៏អាចថាជាអគារអនឡាញទៅចោះដែលម្ចាស់អគារហ្នឹងគឺជាអ្នកនៅក្រៅប្រទេសហើយគាត់ឲ្យអ្នកដែលនៅខ្មែរហ្នឹងធ្វើអគារមួយដែលជាអគារបែបកាស៊ីណូតូចមួយឬក៏ជាអគារគេຕົកជួលអីក៏មិនដឹងដែរតែវាជាអគារធំមួយដែលមានកម្ពស់3-4ជាន់ហើយទំហំហ្នឹងអាចនឹងធំអាចនឹងតតឹង40-50អញ្ចឹងទៅហើយខ្ពស់2-3ជាន់ដែលធ្វើមិនមែនធ្វើនៅក្នុងភូមិទេនៅរៀងឆ្ងាយពីភូមិតែធ្វើបានប្រហែលជាខ្ទង់ 70% អគារហ្នឹងក៏ຕົកចោលដោយសារតែមានរឿងរ៉ាវកើតឡើងជាញឹកញាប់នៅក្នុងអគារតាក់ទងទៅនឹងអ្នកសាងសង់មានដូចជាកម្មករស្លាប់ប្រើអំពើហិង្សាហើយក៏មានការលងបន្លាចជាងអីចឹងទៅហើយម្ចាស់អគារនឹងធ្លាក់ខ្លួនឈឺចឹងទៅព្រោះអគារដែលសង់ហ្នឹងគឺសង់នៅលើដីទួលកប់ខ្មោចពីដើមដែលគេឈូសឆាយគេចាក់ដីហើយគេកាន់កាប់ដោយបុគ្គលម្នាក់ទៅគេទិញគេលក់អីចឹងទៅក៏សាងសង់ជាអគារហ្នឹងអញ្ចឹងវាមានរឿងច្រើនហើយក៏ຕົកចោលក្រោយពីຕົកចោលរយៈពេលជាង10ឆ្នាំក៏អ្នកភូមិរបស់គាត់អីហ្នឹងក៏គេតែតែនិយាយថាអគារហ្នឹងគឺមានខ្មោចលងអ្នកខ្លះទៅធ្វើស្រែធ្វើស្រូវនៅចិត្តតំបន់ហ្នឹងទៅបានឃើញមនុស្សឈរតាមប្រអួចអីចឹងទៅអ្នកខ្លះទៀតថាឃើញភ្លើងហោះចូលអ្នកខ្លះទៀតថាឃើញរបៀបដូចជាមានដូចមនុស្សមានធំឈរចិត្តអគារហ្នឹងអ្នកខ្លះទៀតថាឃើញមនុស្សលៀនដាតតាំងពីជាន់ទី3មកដល់ជាន់ផ្ទាល់ដីអ្នកខ្លះទៀតទៅសម្រាប់នៅចិត្តអគារហ្នឹងឬក៏ទៅរកមើលខេឡូមានរបស់មានតម្លៃលក់អីចឹងណាទៅដល់គឺត្រូវបានខ្មោចនៅអគារហ្នឹងលងផ្សេងច្រើនករណីអញ្ចឹងវាជាកន្លែងមួយដែលល្បីហើយក៏ជាតំបន់មួយដែលក្មេងបែកស្លុយវាទៅជក់ថ្នាំវាទៅអីប្រព្រឹត្តរឿងមិនល្អអញ្ចឹងទៅវាលែងខ្លាចវាអត់ខ្លាចវាអីវាមិនអីទេអ្នកខ្លាចក៏ជួបអ្នកមិនខ្លាចអ្នកខ្លះក៏ជួបអ្នកខ្លះក៏មិនជួបអីចឹងទៅអញ្ចឹងបងប្រុសគាត់និយាយថានៅកំឡុងឆ្នាំ2019ហ្នឹងគ្នាគាត់មកក្រុមដែលគេហៅថាកំឡោះបែបលយណាអាយុ20ជាងហ្នឹងក្រោយពេលដែលវ៉ាកងនៅភ្នំពេញក៏នាំគ្នាទៅលេងស្រុកវាយកដលវាយពុះអីចឹងទៅហើយក៏មានពេលកន្លះខែ 4-10 ថ្ងៃអញ្ចឹងទៅក៏ជុំគ្នាក៏គិតថាចង់បបួលគ្នាទៅដេកនៅក្នុងអគារនឹងបានម្ដងហើយទៅចង់ដឹងថាតើនៅក្នុងហ្នឹងមានខ្មោចពិតប្រាកដដូចគេនិយាយអត់ហើយបើសិនជាមានតើពួកគាត់ជួបរបៀបណាហើយបើសិនជាគ្មានទេគាត់នឹងប្រាប់អ្នកភូមិថានៅក្នុងហ្នឹងគឺអត់មានខ្មោចអីទេកុំចេះតែជឿអញ្ចឹងណាពួកគាត់គិតថានៅលើโลกហ្នឹងប្រហែលជាគ្មានខ្មោចគ្មានអីទេគាត់ជឿអញ្ចឹងកុំឲ្យអ្នកភូមិចេះតែនិយាយកុំឲ្យចេះតែជឿតាមគ្នាតាមគេអីចឹងទៅអញ្ចឹងគាត់អាចនិយាយបានថាមានចិត្តក្លាហានអីចឹងណាចង់ទៅបញ្ជាក់ពីភាពក្លាហានរបស់ខ្លួនឯងថានៅនោះអត់មានទេហើយបើមាននឹងលងចំណុចគាត់ចង់ដឹងព្រោះតាំងពីកើតមកអត់ដែលមានខ្មោចលងទេគ្នា 3-4 នាក់
ก็สำหรับจะถัดด่าไงคะเนี่ยติงเครื่องคลายติงบะเยียติงไอ้หายก็ประโจทมอปันไอ้หายก็นอมคะเนี่ยแต่ปีกบาลงี้มาประมวยอัดจีมาโตแต่คือนอมคะเนี่ยด่าผู้อัดชายปีพมประมาณเทนอมคะเนี่ยด่าก็ถ้าโจแต่ดอมทอดมาด่าก่อนถ้าเอาวิสงัดไปไอ้จังเติมมือแต่วิเห็นกูคลาดจังนะให้กระไลเด็กกดเจอกระไลเด็กกดเด็กคือแมนเด็กในจวนที่มวยให้ก็แมนจวนที่ปีคือจวนที่ใบได้เด็กในกระดาษเกียร์ได้มาดอกเด็กในกระดาษเกียร์จวนที่ใบกับประตาเกียร์นั้นกิทเวอร์เกียร์บ่มรองเธอประตูเธอไอ้ได้เอาตอนมีประตูแต่คือวินในละฮอลเฮลตากระโรนั่งตอนบัดเชียงนั่งตอนโบกออกห้องจังแต่เด็กในกระดาษเกียร์หนึ่งในจวนที่ใบให้ก็มีเพลิงมีไอ้ให้นักคลักก็จองรังเด็กนักคลักก็เด็กตัวหนึ่งทมอนักคลักก็บ่อตังเนี่ยบูนปรามเนี่ยนั่งนะบ้องมาจ้าใส่เรื่องก่อนใจทักกวดจองรังเด็กปุ๊กจับดาวพักซีตั้งไปมาบอมเปิลแต่เมียนอังสัตเมียนไอ้นั่นเลยนั่งจังนะหายก็อ่านใจบานทาเมียนจราแล้วเขาดอลเมียนกาพักซีเชียงรอมันจังแต่กระทานังทัวร์การมาเพียบแบบนั้นแล้วเขาดาวมังปิ่นตับบานปะให้นอมเนี่ยดาวในขนมเกียร์นั่งดำใบทอดวิดีโอดาวนั่นคือดาวทอดดาวเมื่อทากระไลนาเมียนขมเอากระไลนามันเมียนขมเอาอย่างจังนะทัวร์การมาเพียบโดยวิญญาณเมียนเปิดจังได้เกิดแต่ดาวตีตังดาวเกียร์ตัวเลยจังแต่จังก็พักซีกำลังไปแต่ก็พักซีนั่งเวียขมิ้นไอ้จำไรแขวไปลือสำเลงโปร่งปลายเตะไอ้ทาชีสเลงทะเลนี่ทะเลนู่หรือก็สเลงกระดอลสเลงไอ้จังแต่แล้วดาวมองดับปีปุกอดก็บัดบ่าบัดไอ้หาปุกอดนอมในการเปิลมาเนี่ยมวยดาวปีมาจวนเธอมาจวนอัดมีนไอ้จำไรเคยดูจุดขมิ้นเคยไอ้ซะวิทอมาด่าดาวบ่ให้จีมาเมาอัดมีนไอ้อัดทูไปก่อนด่าอารามคลาดวิมีนอารามปลื้มวิมีนแต่สู่ทำมีนเคยมีนจูบไอ้อัดจังก็นอมขมิ้นมาเดย์วิ่งเตอร์เมาหมวยสระไอ้ก็นอมขมิ้นมาเดย์เนี่ยเดย์รังเนี่ยเดย์ตั้งเนี่ยเดย์ตัวอัดตัวเดย์ยังไงก็ได้ยังสลับแต่กำลังไปเด็กก็ได้ยังเวียอันมีชาเลยซะตายบ่สู้แต่สาวอัดเวียมันใส่จิตสาวหอยประมาณทีสลับแต่กำลังไปเด็กก็ได้ก็ลือสำเลงระเบียบด่าชูเตยสิมังชักด่าเตอมาปุกดเชื่อแต่ขี้บอกกดตั้งตัวมีนักคิดได้รู้ทีจังอาจยังลือตั้งขี้ชักให้ลือสำเลงโดยปลุมกระดาปุ่มจังเกรียงกดไม่รำไทยไม่ใช่ใส่สรูดังปลุมกระดาปุ่มเกรียงกดในข้างตังธรรมดาก็มีนมอดไอ้ตึงบันไดถ้าจับตามจำสดาปนักการในกระเลยขนมรังกันรังปาราเยอะมาสตูสลับแต่ลือสำเร็จด้วยระเบียบกระจกสมองโชกชะปลายลือเลิกตีปีสลับแต่มาสตูติดสลับแต่ลือมวดมัดแผลกดใส่สู้ท่าป่วยมีลือไออัดจังนะป่วยมีลือไออัดกดแนบใส่ที่ฉลาดลือจังใจกดอาเทียนฉลาดกดจำสดับสลับแต่มาสตูบองเป่าหนึ่งอ่ะนี่รังบอกกดนั่งอ่ะกูจับประดามโจลรังบอกกดแต่ดีนั่งอ่ะกูจับประดามโจลนั่นคือโจสมาโตคือสังกัดโจประดักเงินรังนั่งตำเละมันเจ้าไปเดี๋ยวโยตะบงก็เกิดทาเจียอาจนึงเจียมัดแผลบกดมาเลงก่อนกดก็ประกาศเฮ้ยให้โจเลยอันฮะให้โจอันนาโยนรังอันกดบานลือสำเลงเจงปีมัดแผลกดถาอันมีอันนาโยเลยกดก็ขังไหนไปนังวิสังกัดดันรังไงกดก็รุนรังเมื่อทราบแต่รุนรังเมื่อกดเคยมันใส่มันเนี่ยกดเคยมันใส่มันเนี่ยเสียแปะด้วยการมากอสำนังจังตายก็ทำมันใส่ผู้สะเวงกับปงชอในจองเชิงก่อนเป้แต่กดเคยจังหายบองโปดึงออกเนี่ยกดจับดาวเมียรำทับเผยหายรังบอกกดนั้นก็เห็นสงับมาเว้นตายจัดบอกกดนั้นคือสงับดิกดเผยอาจทัดสังกัดรถแต่ก็อาเห็นดิผู้ในจอนติใบกดก็รุนรังตังรูดอ่านรังนั้นบัดเว้นหายกดเมนไอเตแขวปีโซติกในขนมจัดสัมมาสัมพุทธในมตสัพเพกวัตเตาสัมมาสัมพุทธะนั่นไงแต่บานพาวหรือกำบ้านตั้งแต่กล่าวไปเลงกดหายก็สลับแต่กดลือสำเลงระเบียบทาใส่เอาจุยระเบียบเอาจุยใต้สเลงนั่งลือปีจวนตีปีหรือก็จวนตีมวยมาเป็นมัดแพะบอกกดเซนยึดก็จับดาวสู่ทาลืออด
lứ sạp ta có lú sờ lên pru có thà bộ thấy những tay rụt có chập đam rụt tòng đập pe có rụt tòng tới sạp tay có dây thà ban khơi mật phẹ bỏ cột nó chập đam nó cái sờ về sờ vá rụt tòng mền cứ rụt tòng rụt tòng tranh bình rắn hai nòm cái đã mê proi đập pe có khơi trắng tập bốn có pay có sờ lăng cáng phụ ấy vì này chọn thì bảy dương thời chó cứ chó từ mà chọn hay mà chọn tiệt hơi chật đào này môi cứ sật tạc cua sật tạc sạch anh năng là hơi ăn miên bạc can đầy thì chẳng bà sân chỉ rót thang ram và pru tới bà có chỉ thề anh năng miên nè sắm chẳng phụ quạt có anh chạy bàn thà bong prom cha say đứng đò pe nắng sợ anh các bạn năng ấy quạt thà quạt ngợp mà nó cứ ăn miên khơi ấy thì tai môn nó cứ quạt khơi pe để quạt trâuไปเลยnăng máu cứ quạt rót cào kì đò chọn thì pí sắpแต่quạt khơi mà nơi prom miệt thông pi nè cứ cho bật nền chén cái lại để quạt trâu nè ta đangทำมัดแผลกดเคยอดเลยปุ๊ก็รถละหดมาดอจวนกลับจวนตีมุ้ยเจนมาดอขังกระกี้จับอารมณ์ทับบัตรมัดแผลกดมาเนี่ยได้มัดแผลบอกกดนั้นอ่านใจบานทาจีเนี่ยได้ดูไปได้กำนัดมาได้ในอากีนึงดอเป้แต่ปุ๊กดเงยแต่เคยมัดแผลกดในตะโบอากีขังเลยหอยซัวทำไม่บานเตอดอขังเลยนั่งทาอันสมานแต่ป่วยรถมาขังเลยจังซัวทาบองปอนเธอหมดเกมาดอกราวเนี่ยใบบุญเนี่ยหายกดในเลยนึงตายจังอัดดังถ่ายเธอหมดเตหายมัดแผลกดน่าใส่ถ้าช่วยพองช่วยอันพองอันโลเตยมัดแผลใบบุญเนี่ยเตี้ยถ้าเอาเต้กำโลดจำแต่เราเกมาเอาช่วยให้มองมวยจุบมองปีเลยกำโลดมัดแผลกดนั่งน่าชอพอไปนั่งอันโลดเลยช่วยอันพองจนถ้ากำโลดจังก็สลับแต่อ่านใจบานทากดสไลด์นั่นไงกำโลดแต่โลดมันคือประกาศเจรวยมัดแพะบอกกดนั่งในแต่เราโลดเราหดดอกดทาเบื่อโลดคือสลับแต่เบื่อในเลยนั่งอ่านจะรู้กดใจจังแต่มัดแพะบอกกดก็เห็นสงับจัดจังบุญเนี่ยบอกบุญเนี่ยใบบุญเนี่ยได้บานจงมาดอขังกราวเนื้อกดใจถ้าจำติจำอันตัวโจจังบุญเนี่ยบอกกดนั่งสำหรับจัดทลายตัววิญตายบองปอนกำลังไปได้หลังทวินนั่งปุ๊กวนใจทักขนมกินตะเจี๊ยแมนแต่หายเมียรำทับในจราแมนแต่อากีจวนตีมุ้ยเอาตัวเมียประตูเตะอากีจวนตีปีประตูเกิดเฟอร์เป็นอาหารอากีจวนตีใบอันเมียประตูเตะดอเตออากีจวนตีบุญเลยแต่เบาเลยนั่งคือสลักละวังมองจังกดลางแต่ดอโยมัดแพะกดจอกมาขวานแต่จอกมาดอจวนตีใบนั่งเพลียมกดบานโคนมันนึกใบบุญปรามเนี่ยบองปอนคือกระปงตายเด็กนกอันไหนกับเนี่ยกันไรเนี่ยผู้กอดดีนึงคือเธอผู้กอดเคยจะบ้าโดยซาแต่เพลิงผู้กอดบ่าวจังเคยสะเพียบนึงกูคลาดเหมือนกันคลาหายคลาไอเมื่อตัวคือรนทดชัดนะแต่ผู้กอดตั้งจัดถ้าผู้กอดเจนเปียกีนึงบานเพย์ได้เจนเปียกีนึงพอดเมาบองปอนายโดยบานรูหลังพิงจังหากอดใจถ้าเพย์ได้กอดดาวพอดอากีนึงไปหายจากตรงมาโรยไม้กอดคนเพลิงเจ้าเหมือนกันฮอกกำลังอากีนึงหายเวียเปรียบโดยเช่นในขนมเรื่องเวียเปรียบโดยเช่นในขนมเรื่องตายกอดทาวิญญาณปัจจิเมียนปัดกอดทาเยิงมันบ่มเปลี่ยนเก๋มันบ่มเปลี่ยนเชิงที่บ่มปอนก็มันใจปราบเนี่ยผมมันเนี่ยคือสลับจะหอหมดตายปุกอดมนหนึ่งปุกอดรูดคล้วนปุกอดเนี่ยคลาชื่อซึ่งแต่สลับจุรุสะจีไปใส่มัดแผลกอดได้รถล้างแต่เลยแต่บอกเกียร์ตายนี่มันเนี่ยคือเพียบบารอบคายตะหมอมตะเจียโดยซาตายอารมณ์เพยคลาเฉยมีอารมณ์ทหารโดยจีเกมตามเยอะนะบองปอนอารมณ์หะโดยจีเมียนเกมตามเมียนเกมลงให้อาเฮียนในแต่ไอ้เด็กก็ทักก็อาเฮียนแต่นามันไอ้เด็กให้เอาแต่ไปแต่จิกัดพุ่มกอดเคยอย่างกี้นั่นก็มีอารมณ์แต่สลดจัดมาดาวไปปัจจุบันนั่นอย่างกี้นั่นคือเปรย์กันแต่กระสุบตรุมเมื่อแรงจังเคยอย่างกี้ผู้วัวผู้ไอเวลาเป็นแต่ส่วนทำเมียนเนี่ยเฮียนแต่เมียนแต่ผู้ชูทำผู้ไอเวลาไปทั้งไงไปไอจังนะแต่บุไปจุบเมียนน่ะเกตแต่สมบัยแต่เนี่ยเธอสายเธอจำการจัดนั่งก็เฮียนเมียนน่ะเกตจัดนั่งไปละเงียใจได้ให้ดำบงไล่กิทำมาปีกรรมกรนั่นกดสลับให้กดเวอร์นั่นจังเตอให้ก็โยเชียประตอบมวยปีให้ก็เกมันดังท่าสลับประมาณไหนใต้เกดังท่ากรรมกรนั่นสลับจราให้จงกร้อยตะกายได้ในแขวประเทศนั้นสลับเนี่ยได้เอาลุยมาเธอกี้นึงให้ปีม้วนเวกอบชวนปีม้วนกันไหลนึงก็จีตัวกับขมาวได้จังวิมีเรื่องราวประตอบจราในกันไหลนึงจังไต
អញ្ចឹងថ្ងៃនេះខ្ញុំមាន2សាច់រឿងនេះសម្រាប់បងប្អូនទាំងអស់គ្នាដើម្បីស្ដាប់ជាការកំសាន្តនៅថ្ងៃអង្គារក៏ប៉ុន្តែត្រូវចេញថ្ងៃច័ន្ទតាមអីទេសកម្មបងប្អូនបានស្ដាប់ទាំងអស់គ្នាហើយស្ដាប់ជាការកំសាន្តនិងទុកជាការគិតពិចារណាទៅចោះសម្រាប់រឿងគ្រួសារថ្ងៃស្អែកយើងនឹងមាននៅក្នុង channel ដួងមេត្រីបន្តទៀតអរគុណបងប្អូនសម្រាប់ការស្ដាប់នៅក្នុងថ្ងៃនេះហើយកុំភ្លេចជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងបើសិនជាមិនទាន់បានជួយចុច Subscribe ណាប្រិមិត្តចាស់ប្រិមិត្តថ្មីក៏ដោយបើសិនជាបងប្អូនអត់ទាន់បានចុចទេកុំភ្លេចចុច Subscribe នៅ Channel ថ្មីនេះផងព្រោះ Channel ដំណើររឿងខ្មោច2ប្រហែលជាគ្មានសង្ឃឹមទេអញ្ចឹងបងប្អូនជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងទៅយើងនឹងជួបគ្នាជាបន្តបន្ទាប់ជាមួយនឹងសាច់រឿងថ្មីនៅក្នុង Channel មួយនេះអញ្ចឹងជួបគ្នាវីដេអូក្រោយជាមួយនឹងសាច់រឿងថ្មីចង់ភាំងនៅពេលដែលបញ្ចប់វីដេអូពេលខ្លះនិយាយហើយរកកន្លែងចប់អត់ឃើញទេដោយសារតែជក់មាត់ពេកពេលខ្លះទៅអត់ចង់ចប់ទេមួយទៀតបងប្អូនសូមអភ័យទោស channel និយាយដើមខ្មោចក៏បងប្អូនមានសាច់រឿងស្ដាប់ដែរខ្ញុំធ្វើរឿងហើយខ្ញុំដំណើរហើយតែខ្ញុំអត់ទាន់បានអាប់ឡូតតែបងប្អូនបើមិនទាន់ចុច Subscribe ទេក៏អាចទៅជួយចុច Subscribe បានដែរអរគុណម្ដងទៀតបងប្អូនជួបគ្នាវីដេអូក្រោយជាមួយសាច់រឿងថ្មី